ការបម្រែបម្រួលអាកាសធាតុភ្លៀងខុសរដូវភ្លៀងធ្លាក់ជោគជាំការភ្ជួររាស់ដីពីមួយឆ្នាំទៅមួយឆ្នាំរួមជាមួយនឹងការដាំដុះបន្លែដដែលនិងការរៀបចំដីនៅលើផ្ទៃដីស្រែក៏ដូចជាដីចម្ការដដែលនិងការដាំដំណាំស្ទើរពេញមួយឆ្នាំវាចាប់ផ្ដើមធ្វើឲ្យដីរបស់យើងកាត់បន្ថយនៅសារធាតុចិញ្ចឹមផ្សេងភាគច្រើនកសិករគាត់ប្រើប្រាស់នៅពពួកជីគីមីដើម្បីជំរុញនៅការលូតលាស់ក៏ដូចជាបន្លែផ្លែឈើរបស់ពួកគាត់ឲ្យលូតលាស់បានល្អការដាំបន្លែគឺជារបរមួយដ៏សំខាន់ដើម្បីជួយជំរុញឲ្យកសិករបង្កើននៅជីវភាពតាមរយៈការរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារប៉ុន្តែការដាំដុះបន្លែពីមួយឆ្នាំទៅមួយឆ្នាំធ្វើឲ្យដីរបស់ប្រជាកសិករកាន់តែមានគុណភាពធ្លាក់ចុះការបាត់បង់នៅសារធាតុចិញ្ចឹមដោយសារការប្រើប្រាស់គីមីហួសប្រមាណនិងការដាំដំណាំដដែលទៅលើដីស្រែចម្ការរបស់ប្រជាកសិករដែលធ្វើឲ្យខាតបង់ទិន្នផលនិងការបង្កើននៅការដាក់ជីគីមីកាន់តែច្រើនជាងមុនការធ្វើឲ្យគុណភាពដីកាន់តែប្រសើរនិងធ្វើឲ្យការធ្វើកសិកម្មមាននិរន្តរភាពក៏ដូចជាមានភាពយូរអង្វែងទៅលើការដាំដុះបន្លែបច្ចុប្បន្នការប្រើប្រាស់ជីគីមីគឺធ្វើឲ្យគុណភាពដីកាន់តែធ្លាក់ចុះក៏ដូចប៉ះពាល់ធ្វើឲ្យដីក្តាំងនៅបាត់បង់នៅសារធាតុចិញ្ចឹមផ្សេងនៅក្នុងដីការបង្កើននៅជីវជាតិរបស់ដីគឺជារឿងសំខាន់ដែលបងប្អូនប្រជាកសិករទូទៅដែលដាំដុះបន្លែស្រូវក៏ដូចជាដំណាំផ្សេងគួរតែគិតក៏ដូចជាស្វែងយល់បន្ថែមទៀតដើម្បីជ្រើសរើសនៅការប្រើប្រាស់នៅប្រភេទជីធម្មជាតិក៏ដូចជាជីសរីរាង្គមួយចំនួនដើម្បីការលំអគុណភាពដីឲ្យបានប្រសើរជាងមុនដើម្បីធ្វើយ៉ាងណាឲ្យទិន្នផលរបស់ប្រជាកសិករអាចមានស្ថិរភាពក៏ដូចជាកើនទិន្នផលជាងមុននិងកាត់បន្ថយទៅលើការចំណាយផងដែរកសិករដែលដាំដុះបន្លែមិនបានប្រើប្រាស់នៅសារធាតុសរីរាង្គផ្សេងនឹងធ្វើឲ្យគុណភាពរបស់ដីប្រជាកសិករកាន់តែសក្ការសិរិលក៏ដូចជាខូចនៅរចនាសម្ព័ន្ធរបស់ដីដែលធ្វើឲ្យបាត់បង់នៅសារធាតុសំខាន់ពិសេសសារធាតុ NPK ដែលជាសារធាតុសំខាន់ដែលសម្រាប់រុក្ខជាតិជ្រើសរើសនៅក្នុងវីដេអូនៅក្នុងថ្ងៃនេះខ្ញុំនឹងណែនាំក៏ដូចជានាំបងប្អូនប្រជាកសិករឲ្យបានស្វែងយល់បន្ថែមទាក់ទងទៅនឹងការអភិរក្សដីក៏ដូចជាធ្វើយ៉ាងណាឲ្យគុណភាពដីរបស់បងប្អូនប្រជាកសិករអាចមានប្រសើរជាងមុនក៏ដូចជាកាន់តែវិលទៅរកធាតុដើមដើម្បីផ្ដល់ឲ្យដីសម្បូរជីវជាតិឡើងវិញដំណាំគម្របដីគឺជាជម្រើសល្អបំផុតសម្រាប់ប្រជាកសិករជាពិសេសអ៊ំពូមេមីងបងប្អូនទាំងអស់គ្នាដែលធ្វើស្រែចម្ការជាយូរឆ្នាំមកហើយតែយើងអាចដែលបានធ្វើយ៉ាងណាឲ្យគុណភាពរបស់ដីរបស់យើងប្រសើរឡើងវិញក៏ដូចជាកែប្រែនៅគុណភាពរបស់ដីថ្ងៃនេះខ្ញុំសូមណែនាំទៅលើដំណាំគម្របដីដែលបងប្អូនអាចព្រោះទៅលើដីស្រែចម្ការដែលបន្ទាប់ពីភ្ជួររាស់ដីរួចឬក៏ប្រភេទដីស្រែចម្ការដែលយើងដាំយូរឆ្នាំយើងអាចព្រោះដំណាំគម្របដីដែលដំណាំគម្របដីវាមានច្រើនប្រភេទនិងច្រើនសន្តានអាស្រ័យទៅលើដីចម្ការរបស់បងប្អូនប្រជាកសិករ
បាទគឺយើងព្រោះទៅលើដីស្រែបែបនេះដែលវាល្អមែនទែនបើយើងប្រៀបធៀបជាមួយដីស្រែចម្ការដែលมันបានព្រោះដំណាំគម្របដីហើយដំណាំគម្របដីវាមានពួកតូចដែលជាកន្លែងផលិតអាសូតបាទហើយដូចនេះគឺជាពពួក stilo ដែលវាទៀបយើងអាចដាំទៅតាមចម្ការផ្សេងចង្ការស្វាយឬក៏ចង្ការស្វាយចន្ទីអីរបស់បងប្អូនប្រជាកសិករបាទហើយចង្ក្រង់ស្វានេះយើងអាចដាំនៅពេលដែលយើងប្រមូលផលក៏ដូចជាស្នោគោកនេះក៏យើងអាចដាំបានដែរបាទវាមានច្រើនសន្តានដោយបងប្អូនឃើញនៅក្នុងរូបអញ្ចឹងគឺគេបង្ហាញបងប្អូនទាំងអស់គ្នានេះគឺជាចង្ក្រង់ស្វាស្លឹកធំដែលគេពេញនិយមដាំហើយពពួកស្នោនេះគឺជាពពួកដែលល្អសម្រាប់ដំណាំស្រូវដោយសារតបនខ្លះគឺលិចទឹកហ្នឹងគឺយើងអាចដាំពពួកស្នោនេះបានវាអត់ប៉ះពាល់ទេវាអាចរស់នឹងទឹកប៉ុន្តែពួកចង្ក្រង់ស្វាស្លឹកធំនេះគឺអាចនឹងងាប់ប៉ះសិនជាតបនបងប្អូនដែលមានទឹកលិចណាបងប្អូនប៉ុន្តែបើតបនដីខ្ពស់គឺវាល្អមែនទែនសម្រាប់ចំការឬក៏ប្រភេទដីស្រែដែលយើងទុកចោលបងប្អូនអាចយកដំណាំនេះទៅព្រោះទៅលើដីស្រែបងប្អូនបានបាទនេះគឺពងផាញបងប្អូនអញ្ចឹងគឺដីវាលស្រែក៏ដែលគាត់ព្រោះទៅគឺផ្ការបស់វាក៏ហមមែនទែនហើយនេះគឺជាដីស្រែដែលយើងបន្ទាប់ពីច្រូតកាត់ហើយគឺយើងអាចព្រោះដំណាំគម្របដីបានដោយសារដំណាំគម្របដីវាមានគពួកឬតូចដែលវាជួយចាប់អាសូតក៏ដូចជាបង្កើននៅជាតិអាសូតទៅនៅក្នុងដីផងដែរបាទនេះគឺល្អមែនទែនសម្រាប់បងប្អូនប្រជាកសិករដែលមានចំណាប់អារម្មណ៍បន្ទាប់ពីយើងដាំបានរយៈពេល2ខែឬក៏យើងថា65ថ្ងៃគឺយើងអាចកិនដំណាំគម្របដីរបស់យើងជាមួយនឹងដីបានយើងអាចភ្ជួរលុបក៏បានឬក៏មានម៉ាស៊ីនអីផ្សេងបងប្អូនអាចកិនទៅជាមួយដីគឺល្អមែនទែនសម្រាប់បងប្អូនទាំងអស់គ្នាបាទអរគុណហើយសម្រាប់បងប្អូនមានចម្ងល់អីផ្សេងអាចខមមិននៅក្នុងវីដេអូនេះផងដែរបាទអរគុណ